សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី2របស់ខ្ញុំហើយវីដេអូទី2នេះនឹងនិយាយពីក្តីសម័យអញ្ចឹងកាលពីវីដេអូទី1គឺខ្ញុំបាននិយាយអំពីការថែរក្សាសុខភាពយើងព្រោះថាសុខភាពគឺជារឿងទី1ហ្មងណានៅក្នុងជីវិតរបស់យើងណាហើយអានេះគឺជាវីដេអូដែលនិយាយពីការស្វែងរកក្តីសម័យរបស់យើងអានេះគឺខ្ញុំនឹងលើកឧទាហរណ៍ពីខ្លួនខ្ញុំផ្ទាល់ណាការខ្ញុំនៅក្មេងខ្ញុំចូលចិត្តអានសៀវភៅហើយជាក្មេងដែលដើររកសៀវភៅអានឧទាហរណ៍យើងរៀនថ្នាក់ទី2ទី3អីអញ្ចឹងយើងទៅរកសៀវភៅលើថ្នាក់យើងទី4ទី5អីមកអានដល់ពេលអស់ទី4ទី5ទី6អីអញ្ចឹងណាយើងក៏ទៅហើកាយឬមួយក៏យើងហៅថាទៅរកសៀវភៅចាស់ចាស់កាលហ្នឹងម៉ាក់របស់ខ្ញុំគាត់គ្រូព្រៀនដែរអញ្ចឹងគាត់មានសៀវភៅចាស់ចាស់ពីមុនមកហើយខ្ញុំរកទៅបានសៀវភៅមួយដែលកាលហ្នឹងវាស្រីសភៅកាកអំពៅហើយសភៅពណ៌ត្នោតហើយអត់ដឹងថានៅក្នុងសម័យសាធារណរដ្ឋឬមួយក៏សម័យរដ្ឋកម្ពុជាដោយសារវាដាច់កដុលកាត់កម្របហើយកាត់អក្សរដែលយើងអាចចំណាំបានណាក៏ប៉ុន្តែខ្ញុំជាក្មេងម្នាក់ដែរមានន័យថានៅក្នុងតាមខេត្តជនបទក្រខ្សត់អញ្ចឹងណាហើយអត្ថបទមួយហ្នឹងណាវាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ180ដឺក្រេតែម្ដងហើយគិតមើលមកកាលហ្នឹងខ្ញុំប្រហែលជាជាង10ថា20ឆ្នាំមុនចុះខ្ញុំនៅតែចង់ចាំអត្ថបទមួយហ្នឹងវាប្រៀបដូចជាត្រៃវិស័យឬមួយក៏ដូចជាធម្មពលមួយដែលវានៅតាមជាប់កៅអៅបេះដូងតាមជាប់ខួរក្បាលយើងមកហើយអត្ថបទហ្នឹងគឺនិយាយពីសិស្សនិស្សិតនិយាយពីនិស្សិតខ្មែរសម័យសាធារណរដ្ឋឬមួយក៏រដ្ឋកម្ពុជាខ្ញុំអត់ដឹងទេគាត់អត់ដឹងថាពួកគាត់បានធ្វើដំណើរតាមជើងយន្តហោះដែលនៅពីទូយើងហៅកប៉ាល់ហោះហ្នឹងណាចេញពីភ្នំពេញទៅកាន់សហភាពសូវៀតដើម្បីបន្តការរៀនសូត្ររបស់គាត់ណាហើយនៅក្នុងអត្ថបទហ្នឹងគឺនិយាយពីការដែលមើលទេសភាពពីលើយន្តហោះមកកាន់ទីក្រុងភ្នំពេញហ្នឹងគឺឃើញមនុស្សម្នាហ្នឹងប្រៀបដូចជាសមោចទូចល្អិតអញ្ចឹងណាហើយផ្លូវជាតិផ្លូវថ្នល់អីផ្សេងហ្នឹងប្រៀបដូចជាសរសៃឈាមឆ្មានៅលើដៃរបស់យើងអញ្ចឹងហើយអត្ថបទហ្នឹងនិយាយបន្តទៀតពីទឹកចិត្តរបស់និស្សិតទាំងអស់ហ្នឹងមានន័យថាមានសភាពក្រៀមក្រំសោកសង្រេងហើយនឹងរំភើបដែលត្រូវចាក់ចេញពីមាតុប្រទេសចាក់ចេញពីគ្រួសារមិត្តភ័ក្តិបងប្អូនពីជនរួមជាតិខ្មែរដើម្បីទៅបន្តការសិក្សានៅបរទេសសែនឆ្ងាយគឺនៅសហភាពសូវៀតអញ្ចឹងណាហើយឱកាសហ្នឹងគឺកើតចេញពីការដែលពួកគាត់បានចប់អាហារូបករណ៍មានន័យថាគាត់រៀនបកែប្រឡងបានចប់អាហារូបករណ៍នៅសម័យហ្នឹងហើយទៅរៀនតនៅសហភាពសូវៀតណាអ្នកទាំងអស់គ្នាជឿអត់អ្នកទាំងអស់គ្នាសាកគិតមើលខ្ញុំជាក្មេងនៅទីជនបទណានៅតាមខេត្តងាយពីទីក្រុងមែនតែនហើយយើងចូលចិត្តមើលទៅលើយន្តហោះមិនមែនមើលទៅលើយន្តហោះទេយើងមើលពីក្រោមទៅមើលទៅយន្តហោះដែលហោះកាត់ហ្នឹងមើលរហូតដល់ដាច់កន្ទុយភ្នែកចូលចិត្តមើលយន្តហោះឲ្យលើសលេងយន្តហោះគឺមើលហើយអត់ដឹងថាគេបានជិះយន្តហោះហ្នឹងមិនឬមួយក៏មិនទេគាត់អត់ដឹងថាចូលចិត្តមើលយន្តហោះតែនៅពេលដែលអានអត្ថបទមួយហ្នឹងហើយធ្វើឲ្យខ្ញុំផ្លាស់ប្ដូរដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺចាប់ផ្ដើមផងផែងហ៊ានសូត្រដោយក្នុងចិត្តហ្នឹងគាត់ថាអូខេបើយើងផងផែងហ៊ានសូត្រយើងផងហ៊ានបកកាយយើងប្រឡងចប់អាហារូបករណ៍ទៅយើងនឹងបានជិះយន្តហោះដែរអាហ្នឹងគឺខ្ញុំបានគិតអញ្ចឹងហ្មងគិតអញ្ចឹងតាំងពីហ្នឹងមកគឺធ្វើម៉េចផងផែងដើម្បីឲ្យបានជិះយន្តហោះហ្នឹងហើយសាកគិតមើលបើសិនជាខ្ញុំអត់បានអានណាគឺខ្ញុំអត់ដឹងថាវានឹងមានរឿងអីខ្លះកើតឡើងក្នុងជីវិតរបស់ខ្ញុំទេព្រោះដោយសារតែខ្ញុំមានចិត្តចង់ជិះយន្តហោះផងផែងហ៊ានដើម្បីឲ្យបានអាហារូបករណ៍ទីបំផុតគឺខ្ញុំបានទទួលអាហារូបករណ៍មែនហើយអ្នកទាំងអស់គ្នាជឿអត់ជើងយន្តហោះទី1ដែលខ្ញុំបានជិះចេញទៅក្រៅប្រទេសទៅរៀននៅក្រៅប្រទេសបានជិះយន្តហោះហ្នឹងគឺបានចេញពីអាហារូបករណ៍របស់ខ្ញុំគឺខាងសាលាគេចេញឲ្យទាំងអស់គ្រប់យ៉ាងដោយសារយើងប្រឡងចប់អាហារូបករណ៍អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងរកក្តីសម័យរបស់ខ្លួនឯងស្វែងរកពីរឿងណាក៏ដោយស្វែងរកអ្វីស្វែងរកពីបទពិសោធន៍ស្វែងរកពីមនុស្សជុំវិញខ្លួនស្វែងរកពីការអានស្វែងរកពីការសិក្សាស្រាវជ្រាវស្វែងរកពីគ្រប់យ៉ាងធ្វើម៉េចក៏ដោយស្វែងរកអ្វីដែលជាក្តីសម័យរបស់យើងដែលយើងចង់ធ្វើដែលធ្វើឲ្យយើងផងផែងតទៅមុខទៀតដែលយើងមានក្តីសង្ឃឹមនឹងរស់តទៅមុខទៀតនឹងប្រឹងរស់ទៅថ្ងៃស្អែកទៀតអញ្ចឹងក្តីសម័យគឺវាសំខាន់ណាវាប្រៀបដូចជាត្រៃវិស័យនៃជីវិតរបស់យើងអញ្ចឹងតែទាំងអស់គ្នាគឺជាកាពីតែននៃជីវិតរបស់យើង
មានន័យថានាវាជីវិតរបស់យើងគឺជាអ្នកកាច់ចង្កូតបើសិនជាយើងអត់មានត្រៃវិស័យជីវិតរបស់យើងទេពោលក្តីសម័យហ្នឹងទេយើងនឹងតែតោនៅលើនាវាមួយដែលនៅលើជលសាដ៏ធំធេងពោលគឺវាវត្តសង្សារហ្នឹងឬមួយក៏ថាជីវិតរបស់យើងហ្នឹងគឺវានឹងតែតោឲ្យដឹងទៅដល់ទិសដៅកន្លែងណានោះទេអញ្ចឹងត្រូវរកក្តីសម័យឲ្យខ្លួនឯងសង្ឃឹមអ្នកទាំងអស់គ្នានឹងទទួលបានអត្ថន័យនៃការអប់រំរបស់វីដេអូមួយហ្នឹងដើម្បីយកទៅតុក reference ក៏បានគឺជាអីក៏បានដែរដើម្បីឲ្យយើងស្វែងរកអ្វីដែលជាក្តីសម័យរបស់យើងសូមអរគុណ